ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជំនឿសភាមួយទៀតដើម្បីចែករំលែកបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តាក់ទងការថែទាំទារកបាទអញ្ចឹងតាក់ទងនឹងការថែទាំទារកដែរបាទថ្ងៃនេះខ្ញុំមានវិធានបတ်ថ្មីមួយទៀតហើយដើម្បីចែករំលែកគឺនិយាយអំពីវិធីបង្កើនទឹកដោះម្ដាយដែលភាសាអង់គ្លេសហៅថា How to increase breast milk បាទយើងឃើញថាតើតើនឹងទឹកដោះម្ដាយដែរគឺវាមានសារៈសំខាន់ច្រើនចំពោះកូនបាទស្ត្រីគួរតែលើកទឹកចិត្តខ្លួនឯងឲ្យបំរើដោះកូនឲ្យបានច្រើនឲ្យបានយូរផងដែរបាទអញ្ចឹងយើងចង់ដឹងថាតើវិធីបង្កើនទឹកដោះម្ដាយមានវិធីអ្វីខ្លះដើម្បីឲ្យកូនបំរើដោះបានយូរហ្នឹងបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2មូលហេតុទឹកដោះម្ដាយតិចនិងទី3គឺវិធីបង្កើនទឹកដោះម្ដាយបាទយើងចង់ដឹងថាតើមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យទឹកដោះម្ដាយផ្លិតតិចនិងវិធីបង្កើនទឹកដោះម្ដាយនឹងយើងត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងបងប្អូនសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមទឹកដោះម្ដាយគឺជាអាហារធម្មជាតិតែមួយគត់ចំពោះកូនឃើញថាវាផ្ទុកដោយសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ក្នុងការជួយឲ្យទារកលូតលាស់និងធំធាត់ឲ្យកូនមានសុខភាពល្អបាទអញ្ចឹងបើយើងចង់ឲ្យកូនមានសុខភាពល្អរឹងមាំឆ្អឹងរឹងមាំគឺការបំបៅដោះទៅដល់ម្ដាយនេះគឺជារឿងមួយសំខាន់ការបំបៅទៅដល់ម្ដាយគឺបានជួយទាំងម្ដាយទាំងកូនការពារជំងឺឆ្លងព្រមទាំងជំងឺផ្សេងទៀតហើយការបំបៅដោះបាទឬក៏បំបៅទៅដល់ម្ដាយហ្នឹងកាន់តែយូរគឺមានប្រយោជន៍កាន់តែច្រើនចំពោះកូនដើម្បីរក្សាបរិមាណទឹកដោះឲ្យនៅតែច្រើនដដែលយើងត្រូវដឹងពីវិធីបង្កើនការផលិតផងដែរបាទអាហ្នឹងគឺតើតើនឹងការបំបៅដោះដោយទឹកដោះម្ដាយបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុទឹកដោះម្ដាយតិចតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យទឹកដោះម្ដាយតិចបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុទៅដល់ម្ដាយតិចទី1គឺអាចមកពីម្ដាយគាត់ផឹកកាហ្វេច្រើនអញ្ចឹងក្នុងកំឡុងពេលនៃការបំបៅដោះហ្នឹងបាទស្ត្រីគួរតែជៀសវាងការទទួលទានអាហារភេសជ្ជៈដែលមានជាតិកាហ្វេបាទអញ្ចឹងយើងញ៉ាំអាហារមានជាតិកាហ្វេច្រើនឬក៏ថ្នាំមានជាតិកាហ្វេច្រើនបាទវាអាចធ្វើឲ្យមានការថយចុះនៃការផលិតទឹកដោះម្ដាយផងដែរបាទអញ្ចឹងយើងមើលតទៅទៀតតើទៅមូលហេតុទឹកដោះម្ដាយតិចទី2គឺម្ដាយជក់បារីបាទឬក៏ហឹបផ្សែងបារីពីឪពុកមកបាទហ្នឹងក៏អាចធ្វើឲ្យទឹកដោះម្ដាយមានការផលិតតិចផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើទៅមូលហេតុទឹកដោះម្ដាយតិចទី3គឺម្ដាយប្រើប្រាស់ថ្នាំមួយចំនួនបាទដូចជាការប្រើថ្នាំផ្សះច្រើនអញ្ចឹងនៅពេលដែលមានការប្រើប្រាស់ថ្នាំផ្សះច្រើនពេកអាចធ្វើឲ្យមានការថយចុះនៃការផលិតទឹកដោះម្ដាយផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុទៅដល់ម្ដាយតិចទី4គឺម្ដាយមានការតានតឹងចិត្តនិងថប់អារម្មណ៍អញ្ចឹងម្ដាយមានបញ្ហាតានតឹងចិត្តនិងថប់អារម្មណ៍ក៏អាចធ្វើឲ្យមានការបន្ថយនៃការផលិតទៅដល់ម្ដាយផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុទៅដល់ម្ដាយតិចទី5គឺម្ដាយធ្វើការតមអាហារពេកបាទអញ្ចឹងនៅពេលដែលគាត់ធ្វើការតមអាហារពេកមិនញ៉ាំមិនគ្រប់គ្រាន់ការផលិតទឹកដោះក៏មានតិចដែរអញ្ចឹងអាចធ្វើឲ្យការផលិតទឹកដោះមានការថយចុះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុទៅដល់ម្ដាយតិចទី6គឺម្ដាយមានជំងឺឬក៏បញ្ហាសុខភាពណាមួយអានឹងអាចធ្វើឲ្យទៅដល់ម្ដាយមានការថយចុះបរិមាណគឺមានតិចផងដែរបាទអញ្ចឹងទន្ទឹមនឹងទៅដល់ម្ដាយតិចហ្នឹងតើយើងមានវិធីអ្វីខ្លះដែលអាចជួយបង្កើនទៅដល់ម្ដាយឲ្យផលិតបានកាន់តែច្រើនបាទអញ្ចឹងយើងចង់ដឹងថាតើវិធីបង្កើនទៅដល់ម្ដាយហ្នឹងស្ត្រីគួរធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្កើនទៅដល់ម្ដាយទី1គឺចូលបំបៅដោះកូនឲ្យបានញឹកញាប់គឺ8ទៅ12ដងក្នុងមួយថ្ងៃអញ្ចឹងការបំបៅដោះកូនឲ្យបានញឹកញាប់វាមានរំញោចឲ្យមានការបញ្ចេញអរម៉ូនបង្កើននៃការផលិតទៅដល់ម្ដាយជាបន្តទៀតផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្កើនទៅដល់ម្ដាយទី2ចូលអ្នកបូងដោះ
ចន្លោះពេលនៃការបំបើគឺនៅពេលដែលទឹកដោះនៅសល់ក្រោយបើនៅពេលដែលកូនបើមិនបានបើនិងនៅពេលដែលកូនបើកំពុងទៅដោះបដាយដែលបានបំទុកបាទអញ្ចឹងយើងបូមនៅចន្លោះពេលហ្នឹងទៅវារំញោចដែរអាចធ្វើឲ្យទៅដោះបដាយមានការផលិតកើនឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្កើនទៅដោះបដាយទី3ចូលបំបើដោះទាំងសងខាងគឺបំបើរហូតដល់ថយនៃការចេញនិងបន្តទៅម្ខាងទៀតបាទអញ្ចឹងការបំបើដោះបានទាំងសងខាងវាអាចធ្វើឲ្យមានការបង្កើននៃការផលិតទឹកដោះជាបន្តផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្កើនទឹកដោះម្ដាយទី4គឺការធ្វើម្ហូបជួយទៅដល់ការផលិតទឹកដោះបាទដូចជាស៊ុបបាទទឹកស៊ុបឆាខ្ញីដំឡូងការ៉ុតស្ពៃគ្រាប់ធញ្ញជាតិអាហារទាំងអស់នោះគឺសុទ្ធតែជាអាហារវាអាចជួយដល់ការផលិតទឹកដោះម្ដាយផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្កើនទឹកដោះម្ដាយទី5ចូលបរិភោគផ្លែឈើហើយនឹងអាចថ្នាំជំនួយដល់ការផលិតទឹកដោះបាទអញ្ចឹងតើតើនឹងការញ៉ាំផ្លែឈើដូចជាផ្លែមៀនបាទឬក៏ផ្លែឈើមួយចំនួនទៀតដែលរំញោចដល់ការផលិតទឹកដោះហើយនឹងអាចប្រើប្រាស់ថ្នាំជំនួយដល់ការផលិតទឹកដោះផងដែរបាទអញ្ចឹងបើសិនជាស្ត្រីចាប់អារម្មណ៍ទាក់ទងថ្នាំជំនួយទឹកដោះយើងឃើញថាខាងភាសាខ្ញុំមានផ្ដល់សេវាផ្ដល់ទាក់ទងនឹងថ្នាំជំនួយទឹកដោះផងដែរបាទហើយទាក់ទងការថែទាំផ្ទៃពោះក៏ដូចជាការថែទាំផ្ទៃពោះកូនក្នុងផ្ទៃហ្នឹងនិងការអេកូផ្ទៃពោះបាទក៏យើងមានផ្ដល់សេវាផងដែរបាទហើយចង់ទំនាក់ទំនងយើងមានលេខទូរស័ព្ទ3ខ្សែក្នុងការទំនាក់ទំនងក៏ដូចជាលេខ Telegram 3ខ្សែក្នុងការទំនាក់ទំនងផងដែរគឺ088 3132 225 092 59 3350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីគាត់មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code Reader បាទដំឡើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code ខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land ដោយអក្សរស្រាប់ដំឡើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code របស់ខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លងទ្វារវត្តសន្សំកសលវត្តតាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដោយតាំងខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតាផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំបានគឺប្រាសាទរីរី Women Clinic អាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនបានពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺស្ត្រីផ្ទៃពោះបាទការថែទាំផ្ទៃពោះកាយកោផ្ទៃពោះបាទជំងឺក្នុងពេលផ្ទៃពោះបាទក៏ដូចជាការយល់ដឹងអំពីការថែទាំក្រៅសម្រាលក៏ដូចជាការយល់ដឹងអំពីថ្នាំចាក់វ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះក៏ដូចជាកូនក្រៅសម្រាលហ្នឹងបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យប្រាសាទរីរីបាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំអាចចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ